បាទជម្រាបសួរបងប្អូនប្រិយមិត្តជាទីមេត្រីខ្ញុំបាទមកពិសាព័ត៌មានត្រីញញឹមគណៈពេលនេះមានបុរសម្នាក់បានអះអាងខ្លួនថាជាប្រពន្ធរបស់ដុកទ័រដ៏ល្បីប្រចាំប្រទេសចង់ដឹងរឿងរ៉ាវទៅជាយ៉ាងណាតោះទៅសាកសួរគាត់ជាមួយខ្ញុំទាំងអស់គ្នាសួស្តីបងអូនចាសួស្តីបងតើបងអូនមានឈ្មោះអីដែរខ្ញុំឈ្មោះពៅណាយូស៊ូម៉ាគីបងឆ្នាំនេះបងមានអាយុប្រហែលហើយ18ឆ្នាំហើយបងពេញកំមុំហើយបងអូននេះដែលអះអាងខ្លួនថាជាប្រពន្ធដុកទ័រដ៏ល្បីចាបងហ្នឹងហើយខ្ញុំប្រពន្ធគាត់បងប្រពន្ធគាត់ចាបើប្រពន្ធគាត់មិនក៏មិនអោយបងអូនចូលផ្ទះតែបើតាមបងមើលទៅគាត់បានអះអាងថាគាត់មិនមែនជាប្តីអូនឯងទេហើយគាត់អត់ដែរស្គាល់អូនឯងទេកុំចេះតែនិយាយបងបើខ្ញុំអត់ដែរស្គាល់គាត់មិនខ្ញុំអត់ដល់តែគាត់ខ្ញុំដាក់ GPS តាមខ្លួនគាត់មែនបងហើយយើងទៅពីរស្រឡាញ់គ្នាយូរហើយអីគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់បងស្រឡាញ់ខ្លាំងតែស្រឡាញ់ខ្លាំងត្រង់ចំណុចណាដែរគាត់ស្រឡាញ់ខ្ញុំត្រង់ខ្ញុំចេះធ្វើ style ខ្ជូនចេះអូស្តាច់ជូតទេហើយពេលនៅជាមួយគ្នាម្ដងគាត់ថាគាត់ចូលចិត្តសលេងខ្ញុំសលេងយ៉ាងម៉េចដែរបងអូនអូមិនទីគេដាសាយអូនោះគាត់ចេញមកនោះស្រីលោកតាបាទសួស្តីដុកទ័រមាននារីម្នាក់បានអាងខ្លួនថាជាប្រពន្ធរបស់ដុកទ័រតើរឿងនេះវាជាការពិតមែនទេដុកទ័រអស់បារម្ភទៀតហើយបានអះអាងថាគាត់នឹងដុកទ័របានឆ្លាញ់គ្នាយូរហើយតើរឿងនេះវាជាការពិតមែនទេដុកទ័រអស់បារម្ភទៀតហើយដុកទ័របានឮមកថាលោកដុកទ័រឆ្លាញ់គាត់ត្រង់គាត់ជាធ្វើសម្ដែងចំប៉ុនល្មិចនោះតើរឿងនេះវាជាការពិតមែនទេលោកដុកទ័រអស់បារម្ភទៀតហើយពេករកមករឿងនេះវាជាការពិតមែនទេលោកដុកទ័រសូមជួយបញ្ជាក់ឲ្យច្បាស់បន្តិចមកលោកដុកទ័រអស់បារម្ភទៀតហើយពីបញ្ហាស្រឡាញ់គេតើម្នាក់ឯង